ត្រីរស់ស្រែបំពងជ្រលក់ជាមួយទឹកត្រីអំពិលទុំបងនិយាយទៅសម្រាប់មុខម្ហូបមួយមុខនេះគឺមានឲ្យជារសជាតិឆ្ងាញ់ខ្លាំងមែនទែនបងហើយចំពោះវិធីសាស្ត្រក្នុងការធ្វើក៏កាន់តែងាយស្រួលដែរខ្ញុំមានត្រីរស់ស្រែចំនួន1ក្បាលខ្ញុំយកមកលាងទឹកឲ្យស្អាតហើយខ្ញុំកាត់ជា2បងចំពោះត្រីនឹងដែរគឺខ្ញុំអត់សកាចាញ់ខ្ញុំទុកទាំងសកាដើម្បីបំពងអញ្ចឹងណាបងហើយចំណែកឯគ្រឿងខ្ញុំយកមកដាក់ពោះត្រីហ្នឹងមានគល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចសើចខ្ញុំដាក់ដើម្បីឲ្យកាត់ជាតិឆ្អាបហើយនឹងពេលបំពងទៅវាកាន់តែឈ្ងុយថែមមកកម្រិតទៀតអញ្ចឹងណាបងហើយឥឡូវខ្ញុំរៀបចំយកត្រីនឹងមកបំពងឲ្យហើយចំពោះការបំពងត្រីនឹងដែរគឺខ្ញុំយកសាច់ត្រីនឹងឲ្យវាស្រួយឆ្ងាញ់អញ្ចឹងណាបងនិយាយទៅបើសិនជាអត់សូវស្រួយពេកទន់ក៏ខ្ញុំអត់សូវចេះហូបដែរហើយក៏វាអត់សូវឈ្ងុយអញ្ចឹងណាបងហើយចំពោះការធ្វើទឹកត្រីអំពិលទុំហ្នឹងគឺខ្ញុំដាំទឹកក្តៅហើយខ្ញុំដាក់សាច់អំពិលទុំនឹងចូលបងខ្ញុំដាក់សាច់នឹងចូលដើម្បីយកទឹកអំពិលទុំហ្នឹងមកធ្វើទឹកត្រីជ្រលក់អញ្ចឹងណាបងឥឡូវខ្ញុំដាក់ទឹកអំពិលទុំទឹកត្រីចូលម្សៅស៊ុបប៊ីចេងស្ករហើយបន្តមកទៀតខ្ញុំដាក់ស្លឹកខ្ទឹមហើយនិងម្ទេសចូលហើយខ្ញុំកូរឲ្យភ្លក់ឲ្យរសជាតិល្មមឆ្ងាញ់អញ្ចឹងណាបងហើយចំណែកឯបន្លែដែលខ្ញុំយកមកធ្វើលក់នឹងដែរមានសាឡាត់ហើយនឹងជីសក់មុខនិយាយទៅតាមចំណង់ចំណូលចិត្តបងអាចមានតែសក់ឬក៏ការ៉ុតអីទៀតអញ្ចឹងទៅសម្រាប់ខ្ញុំដាក់លក់ប៉ុណ្ណឹងឬក៏បន្លែប៉ុណ្ណឹងអញ្ចឹងណាបងអញ្ចឹងនេះត្រីនៅពេលដែលបំពងហើយគឺស្រួយបែបហ្នឹងបងនិយាយទៅបានឆ្ងាញ់បើសិនជាអត់សូវស្រួយក៏អត់ឆ្ងាញ់ដែរបងអរគុណ